I like this place បង I like this place អញ្ចឹង clear ថា I like this place នេះគឺយើងប្រែថាខ្ញុំចូលចិត្តកន្លែងនេះណាឬក៏យើងប្រែថាខ្ញុំចូលចិត្តទីនេះណាហ្នឹងក៏បានដែរបងប្អូន I like this place place ហ្នឹងគឺយើងប្រែថាទីកន្លែងបងប្អូន this ហ្នឹងគឺយើងប្រែថានេះណាបងប្អូន I like នឹងគឺយើងប្រែថាចូលចិត្តឬក៏ពេញចិត្តឬក៏ប្រែថាស្រឡាញ់ក៏បានដែររីឯ I វិញហ្នឹងគឺយើងប្រែថាខ្ញុំអញ្ចឹង clear ថា I like this place ហ្នឹងគឺយើងប្រែថាខ្ញុំចូលចិត្តកន្លែងនេះណា I will stay here I will stay here អញ្ចឹង clear ថា I will stay here នេះគឺយើងប្រែថាខ្ញុំនឹងនៅទីនេះឬក៏ថាខ្ញុំនឹងស្នាក់នៅទីនេះបងប្អូនអញ្ចឹង clear ថាខ្ញុំនឹងនៅទីនេះឬក៏ខ្ញុំនឹងស្នាក់នៅទីនេះគឺអង់គ្លេសយើងនិយាយបានថា I will stay here បងប្អូន I នឹងគឺប្រែថាខ្ញុំ will នឹងគឺប្រែថានឹង stay នឹងគឺប្រែថានៅឬក៏ស្នាក់នៅ here នឹងគឺទីនេះបងប្អូនអញ្ចឹង I will stay here យើងប្រែថាខ្ញុំនឹងនៅទីនេះឬក៏ខ្ញុំនឹងស្នាក់នៅទីនេះ She is coming soon បងប្អូន She is coming soon She is coming soon She is coming soon អញ្ចឹង clear ថា she is coming soon ហ្នឹងគឺយើងប្រែថានាងជិតមកដល់ហើយបងប្អូននាងជិតមកដល់ហើយគឺអង់គ្លេសយើងនិយាយថា she is coming soon she ហ្នឹងគឺយើងប្រែថានាងសំដៅទៅលើមនុស្សស្រីណាបងប្អូន is ហ្នឹងគឺប្រែថាកើតមានគឺជាអីហ្នឹងឯងហើយ coming ហ្នឹងគឺយើងប្រែថាមកដល់បងប្អូនប្រែថា coming ហ្នឹងប្រែថាមកបងប្អូនជាធម្មតាគឺខំនឹងប្រែថាមកហើយ soon នឹងគឺប្រែថាឆាប់ឬក៏រហ័សអញ្ចឹង clear នេះ she is coming soon នឹងគឺយើងប្រែថានាងជិតមកដល់ហើយ we are almost there បងប្អូន we are almost there we are almost there អញ្ចឹង clear ថា we are almost there នេះគឺយើងប្រែថាពួកយើងជិតដល់ទីនោះហើយណាបងប្អូនពួកយើងជិតដល់ទីនោះហើយនឹងគឺអង់គ្លេសយើងនិយាយបានថា we are almost there បងប្អូន we នឹងគឺប្រែថាពួកយើងរីឯ are នឹងគឺយើងប្រែថាកើតមានគឺជាអីនឹងឯង almost គឺយើងប្រែថាស្ទើរតែឬក៏ហៀបនឹងឬក៏ជិតនឹងបងប្អូនឯ there នេះគឺយើងប្រែថាទីនោះណាសំដៅទៅលើទីកន្លែងអញ្ចឹង clear នេះ we are almost there នេះគឺយើងប្រែថាពួកយើងជិតដល់ទីនោះហើយ when do we start បងប្អូន when do we start អញ្ចឹង clear ថា when do we start ហ្នឹងគឺយើងប្រែថាតើយើងចាប់ផ្ដើមនៅពេលណាណាបងប្អូនតើយើងចាប់ផ្ដើមនៅពេលណាគឺអង់គ្លេសយើងនិយាយបានថា when do we start មកយើងមើលរបៀបអានខាងក្រោមបានគឺ when do we start ហ្នឹងគឺ when ហ្នឹងគឺយើងប្រែថាពេលណាសំដៅទៅលើពេលវេលាណាបងប្អូន do ហ្នឹងយើងប្រែធម្មតាហ្នឹងគឺប្រែថាធ្វើ we ហ្នឹងគឺយើងប្រែថាពួកយើងឬក៏យើងអញ្ចឹងទៅហើយ start ហ្នឹងគឺយើងប្រែថាចាប់ផ្ដើមអញ្ចឹង clear ថា when do we start គឺយើងប្រែថាតើយើងចាប់ផ្ដើមនៅពេលណា You are doing a great job បងប្អូន You are doing a great job អញ្ចឹង clear ថា You are doing a great job ហ្នឹងគឺយើងប្រែថាអ្នកកំពុងធ្វើវាបានល្អណាស់បងប្អូន You are doing a great job អ្នកកំពុងធ្វើវាបានល្អណាស់សម្រាប់ការលើកទឹកចិត្តនរណាម្នាក់ដែលគាត់កំពុងតែចាប់ផ្ដើមធ្វើណាបងប្អូនឃើញគាត់ធ្វើបានទៅយើងសរសើរគាត់ណាគឺយើងអាចនិយាយអង់គ្លេសបានថា you are doing a great job ណាអ្នកកំពុងធ្វើវាបានល្អណាស់ you ប្រែថានេះ are ហ្នឹងគឺយើងប្រែថាកើតមានគឺជា doing ហ្នឹងមកពីពាក្យថា do ហ្នឹងឯងដល់ពេលប្រើជាមួយនឹងប្រយោគ present continuous ទៅគឺយើងថែម ing អញ្ចឹងពាក្យធម្មតា do ហ្នឹងគឺប្រែថាធ្វើហ្នឹងគឺសំដៅទៅលើការអ្វីមួយអញ្ចឹងណាបងប្អូនសម្រាប់បញ្ជាក់សម្រាប់របស់មួយអញ្ចឹងទៅ great នេះគឺយើងប្រែថាអស្ចារ្យរីឯ job នេះគឺយើងប្រែថាការងារអញ្ចឹង clear ថាអ្នកកំពុងធ្វើវាបានល្អណាស់ហ្នឹងគឺយើងនិយាយអង់គ្លេសបានថា you are doing a great job ណាអ្នកកំពុងធ្វើវាបានយ៉ាងល្អណាស់ he is very kind បងប្អូន he is very kind យើងមើលរបៀបអានខាងក្រោមបាន he is very kind អញ្ចឹង clear ថា
he is very kind គឺយើងប្រែថាគាត់ចិត្តល្អណាស់បងគាត់ចិត្តល្អណាស់គឺអង់គ្លេសយើងអាចនិយាយបានថា he is very kind he នឹងគឺប្រែថាគាត់ is នឹងគឺប្រែថាកើតមានគឺជា very នឹងប្រែថាបំផុតឬក៏ណាស់ណាបងប្អូន kind យើងប្រែថាប្រភេទក៏បានប្រែថាចិត្តល្អក៏បានប្រែថាត្រឹមត្រូវក៏បានដែរបងប្អូនអញ្ចឹង clear នេះគាត់ចិត្តល្អណាស់គឺអង់គ្លេសយើងនិយាយបានថា he is very kind why are you late អញ្ចឹង clear ថា why are you late នឹងគឺយើងប្រែថាហេតុអ្វីបានជាអ្នកមកយឺតណាបងប្អូនហេតុអ្វីបានជាអ្នកមកយឺតគឺអង់គ្លេសយើងនិយាយបានថា why are you late ណា why are you late ហេតុអ្វីបានជាអ្នកមកយឺត late នឹងគឺយើងប្រែថាយឺតណាបងប្អូន you នឹងគឺប្រែថាអ្នក r នឹងគឺប្រែថាកើតមានគឺជា verb to be នឹងឯងហើយ y នឹងគឺប្រែថាហេតុអ្វីណាបងប្អូនអញ្ចឹងហេតុអ្វីបានជាអ្នកមកយឺតគឺអង់គ្លេសយើងនិយាយបានថា why are you late which one is best បងប្អូន which one is best អញ្ចឹង clear ថា which one is best ហ្នឹងគឺយើងប្រែថាតើមួយណាល្អជាងគេឬក៏ថាតើមួយណាល្អជាងអញ្ចឹងក៏បានដែរបងប្អូនអញ្ចឹង which ប្រែថាមួយណាឬក៏មួយណា one ហ្នឹងគឺធម្មតាយើងប្រែថាលេខ1នឹងឯង is ហ្នឹងគឺកើតមានគឺជារីឯ best ប្រែថាល្អឬក៏ប្រសើរអញ្ចឹង clear ថា which one is best ហ្នឹងគឺយើងប្រែថាតើមួយណាល្អជាងគេនេះសម្រាប់សួរសម្រាប់ការជ្រើសរើសរបស់អ្វីមួយអញ្ចឹងទៅ I feel so happy បងប្អូន I feel so happy អញ្ចឹង clear ថា I feel so happy នេះគឺយើងប្រែថាខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ណាឬក៏ថាយើងប្រែឲ្យខ្លីទៅខ្ញុំសប្បាយចិត្តណាស់អញ្ចឹងក៏បានដែរ I feel so happy បងប្អូន I ប្រែថាខ្ញុំ feel នឹងគឺយើងប្រែថាអារម្មណ៍បងប្អូន happy នឹងប្រែថាសប្បាយឬក៏រីករាយ so ធម្មតាយើងប្រែថាដូចឆ្នេះណាបងប្អូនប៉ុន្តែនៅក្នុងទីនេះសម្រាប់បញ្ជាក់ន័យឲ្យ happy ថាវាសប្បាយគឺសប្បាយចិត្តណាស់បងប្អូន I do not mind បងប្អូន I do not mind អញ្ចឹង clear ថា I do not mind នឹងគឺយើងប្រែថាខ្ញុំមិនប្រកាន់ឬក៏ប្រែថាខ្ញុំមិនអអន់ស្រពន់ចិត្តទេណាបងប្អូនអញ្ចឹង clear ថាខ្ញុំមិនប្រកាន់ឬក៏ខ្ញុំមិនអអន់ចិត្តទេនឹងគឺអង់គ្លេសអាចនិយាយបានថា I do not mind បងប្អូន I នឹងប្រែថាខ្ញុំ do ប្រែថាធ្វើធម្មតា not នឹងប្រែថាទេឬក៏មិនមែនទេឬក៏អត់អញ្ចឹងទៅបងប្អូន mind នឹងគឺយើងប្រែថាចិត្តឬក៏បេះដូងអញ្ចឹងទៅបងប្អូនឥឡូវ it looks very clean អញ្ចឹង clear ថា it looks very clean នឹងគឺយើងប្រែថាវាស្អាតបាតខ្លាំងណាស់ឬក៏យើងអាចប្រែថាវាស្អាតណាស់ក៏បានដែរអញ្ចឹងណាបងប្អូនរបៀបថាបើនិយាយពីទីកន្លែងគឺទីកន្លែងហ្នឹងគឺ clean គឺស្អាតតែម្ដងអញ្ចឹងបងប្អូនបើរបស់វិញគឺរបស់មើលទៅគឺអែមតែម្ដងមើលទៅមិនទាស់ភ្នែកណាបងប្អូនអញ្ចឹង clear ថាវាស្អាតបាតខ្លាំងណាស់ឬក៏វាស្អាតណាស់នឹងគឺយើងប្រើអង់គ្លេសបានថា it looks very clean បងប្អូន it looks very clean it នឹងគឺសំដៅទៅលើប្រែថាវាណាបងប្អូន it នឹងគឺប្រែថាវា looks ប្រែថាមើលឬក៏ក្រឡេកមើលធម្មតាណាបងប្អូន very នឹងគឺយើងប្រែអំបញ្ញមិញនឹងគឺវាប្រែថាណាស់ឬក៏បំផុត clean នឹងគឺប្រែថាស្អាតឬក៏សម្អាតអញ្ចឹងទៅអញ្ចឹង clear ថា it looks very clean នឹងគឺយើងប្រែថាវាស្អាតបាតខ្លាំងណាស់ I need some sleep បងប្អូន I need some sleep អញ្ចឹង clear ថា I need some sleep នឹងគឺយើងប្រែថាខ្ញុំត្រូវការគេងបន្តិចឬក៏ប្រែថាខ្ញុំត្រូវការគេងខ្ញុំត្រូវការសម្រាកបន្តិចក៏បានដែរបងប្អូនអញ្ចឹង I need some sleep អញ្ចឹង clear នេះយើងប្រែថាខ្ញុំត្រូវការគេងបន្តិចI នឹងគឺប្រែថាខ្ញុំ need នឹងគឺប្រែថាត្រូវការឬក៏តម្រូវការអញ្ចឹងទៅហើយ some នឹងប្រែថាខ្លះឬក៏បន្តិចអញ្ចឹងបងប្អូន sleep នឹងគឺយើងប្រែថាដេកឬក៏គេងឬក៏សម្រាកនៅក្នុងន័យថាយើងគេងដែរអញ្ចឹងណាបងប្អូនអញ្ចឹង clear នេះខ្ញុំត្រូវការគេងបន្តិចឬក៏សម្រាកបន្តិចនឹងគឺអង់គ្លេសយើងនិយាយបានថា I need some sleep the sun is shining បងប្អូន the sun is shining
the sun is shining អញ្ចឹង clear ថា the sun is shining នឹងគឺយើងប្រែថាថ្ងៃចាំងខ្លាំងណាស់ឬក៏ថ្ងៃរះណាស់នឹងក៏បានដែរបងប្អូនអញ្ចឹងថ្ងៃចាំងខ្លាំងណាស់ឬក៏ថ្ងៃរះណាស់នឹងគឺអង់គ្លេសយើងអាចនិយាយបានថា the sun is shining the sun នឹងគឺប្រែថាធម្មតាយើងប្រែថាព្រះអាទិត្យអញ្ចឹងណាបងប្អូនហ្នឹងហើយ is នឹងកើតមានឬក៏ជារីឯ shining មកពាក្យថា shine ធម្មតានឹងគឺប្រែថាឆ្លុះឬក៏បញ្ចាំងអញ្ចឹង clear នេះ the sun is shining នឹងគឺយើងប្រែថាថ្ងៃចាំងខ្លាំងណាស់ this is not right បងប្អូន this is not right this is not right this is not right អញ្ចឹង clear ថា this is not right នឹងគឺយើងប្រែថាអានឹងវាមិនត្រឹមត្រូវទេណាបងប្អូនអានឹងវាមិនត្រឹមត្រូវទេគឺអង់គ្លេសយើងអាចនិយាយបានថា this is not right this is not right ណាបងប្អូន this is not right អានឹងវាមិនត្រឹមត្រូវទេ this ប្រែថានេះ is ប្រែថាកើតមានឬក៏ជា not ប្រែថាមិនមែនឬក៏អត់ឬក៏មិនមែនទេឬក៏វាអាចប្រែបានថាវាបដិសេធអញ្ចឹងណាមិនល្អអញ្ចឹងក៏បានដែរ right យើងប្រែថាត្រឹមត្រូវណាបើយើងមួយទៀតយើងអាចប្រែថាស្ដាប់បងប្អូនអញ្ចឹងឃ្លាថា this is not right នេះគឺយើងប្រែថាអានឹងវាមិនត្រឹមត្រូវទេ the food is hot បងប្អូន the food is hot the food is hot អញ្ចឹងឃ្លាថា the food is hot នឹងគឺយើងប្រែថាម្ហូបនឹងគឺក្តៅណាស់ម្ហូបនេះក្តៅណាស់គឺអង់គ្លេសយើងអាចនិយាយបានថា the food is hot បង the food នឹងគឺយើងប្រែថាម្ហូបឬក៏អាហារអញ្ចឹងទៅ is នឹងប្រែថាកើតមានឬក៏ជា hot នឹងគឺយើងប្រែថាក្តៅអញ្ចឹងឃ្លាថាម្ហូបក្តៅណាស់នឹងគឺអង់គ្លេសយើងនិយាយបានថា the food is hot my head hurts today បងប្អូន my head hurts today my head hurts today my head hurts today អញ្ចឹងឃ្លាថា my head hurts today នឹងគឺយើងប្រែថាថ្ងៃនេះខ្ញុំឈឺក្បាលណាស់ថ្ងៃនេះខ្ញុំឈឺក្បាលណាស់គឺអង់គ្លេសយើងនិយាយបានថា my head hurts today បងប្អូន today នឹងគឺយើងប្រែថាថ្ងៃនេះ hurts ធម្មតា hurt បងប្អូន hurt គឺយើងប្រែថាឈឺណាបងប្អូន I hate ហ្នឹងគឺយើងប្រែថាក្បាល my នឹងគឺប្រែថារបស់ខ្ញុំក្បាលរបស់ខ្ញុំឈឺថ្ងៃនេះណាអញ្ចឹងគឺយើងសម្រួលវាទៅគឺថ្ងៃនេះខ្ញុំឈឺក្បាលណាស់គឺអង់គ្លេសយើងនិយាយបានថា my head hurts today ណាថ្ងៃនេះខ្ញុំឈឺក្បាលណាស់ we are working hard បងប្អូន we are working hard we are working hard we are working hard អញ្ចឹងឃ្លាថា we are working hard នេះគឺយើងប្រែថាពួកយើងកំពុងតែខិតខំប្រឹងប្រែងធ្វើការងារពួកយើងកំពុងតែខិតខំប្រឹងប្រែងធ្វើការងារគឺអង់គ្លេសយើងនិយាយបានថា we are working hard បងប្អូន we នឹងប្រែថាពួកយើងហើយ are នឹងគឺជា verb to be កើតមានគឺជាប្រែអញ្ចឹងណាបងប្អូនហើយ working ធម្មតាពាក្យថា work នឹងគឺប្រែថាធ្វើការឬក៏ធ្វើការងារឬក៏ដំណើរការអញ្ចឹងទៅណាបងប្អូនhard នឹងប្រែថាពិបាកឬក៏លំបាកណាឬក៏ក្នុងន័យការងារបើយើងធ្វើការគឺបៀបថាវាក្នុងការងារដែលថាបើយើងការងារគឺពិបាកប៉ុន្តែបៀបថាយើងវាស្ថិតនៅក្នុងការប្រឹងប្រែងអញ្ចឹងណាបងប្អូននៅក្នុងន័យនេះអញ្ចឹងនៅក្នុងន័យនៃប្រយោគនេះណា we are working hard នឹងគឺយើងប្រែថាពួកយើងកំពុងតែខិតខំប្រឹងប្រែងធ្វើការ I choose this one បងប្អូន I choose this one this one I choose this one អញ្ចឹងឃ្លាថា I choose this one នឹងគឺយើងប្រែថាខ្ញុំជ្រើសរើសយកមួយនេះខ្ញុំជ្រើសរើសយកមួយនេះគឺអង់គ្លេសយើងនិយាយបានថា I choose this one I choose this one ខ្ញុំជ្រើសរើសយកមួយនេះ I នឹងគឺប្រែថាខ្ញុំ choose នឹងគឺយើងប្រែថាជ្រើសរើសឬក៏ជំរឿអីចឹងទៅ this នឹងគឺប្រែថានេះ one នឹងគឺប្រែថាមួយអញ្ចឹងឃ្លាថា I choose this one នឹងគឺប្រែថាខ្ញុំជ្រើសរើសយកមួយនេះ Is anyone here today បងប្អូន Is anyone here today អញ្ចឹងឃ្លាថា Is anyone here today នឹងគឺយើងប្រែថាមាននរណានៅទីនេះទេថ្ងៃនេះណាបងប្អូនយើងមើលទៅកន្លែងវាលហោលហៅ
ហើយអត់ទៅវាដៃក៏ទុយភ្នែកឬក៏កន្លែងមានដូចជាថាកន្លែងដូចមើលទៅរឿងកលិកកលុកកលុកកលៀនអីចឹងណាបងប្អូនយើងអាចសួរគេថាយើងសង្ស័យថាមានមនុស្សនៅឬក៏អត់អញ្ចឹងយើងអាចសួរគេបានថា is anyone here today មាននរណានៅទីនេះទេថ្ងៃនេះបង is ប្រែថាកើតមានគឺជាanyone នឹងនរណាឬក៏នរណាម្នាក់អីចឹងទៅ here នេះគឺយើងប្រែថាទីនេះ today ហ្នឹងគឺប្រែថាថ្ងៃនេះអញ្ចឹង clear នេះ is anyone here today នេះគឺយើងប្រែថាមាននរណានៅទីនេះទេថ្ងៃនេះ the room is quiet បងប្អូន the room is quiet the room is quiet the room is quiet អញ្ចឹង clear ថា the room is quiet ហ្នឹងគឺយើងប្រែថាបន្ទប់នេះស្ងាត់ល្អណាស់ណាបន្ទប់នេះស្ងាត់ល្អណាស់គឺអង់គ្លេសយើងនិយាយបានថា the room is quiet អញ្ចឹងបងប្អូន quiet មើលរបៀបអានក្រងបាន the room is quiet ណាបងប្អូន the room ហ្នឹងគឺយើងប្រែទៅគឺប្រែថាបន្ទប់ is ហ្នឹងគឺប្រែថាកើតមានគឺជាអញ្ចឹងទៅឯ quiet ហ្នឹងគឺប្រែថាស្ងប់ស្ងាត់ឬក៏ស្ងាត់បងប្អូនអញ្ចឹង clear ថា the room is quiet ហ្នឹងគឺយើងប្រែថាបន្ទប់នេះស្ងប់ស្ងាត់ឬក៏បន្ទប់នេះស្ងាត់ណាស់ it is very bright បងប្អូន it is very bright it is very bright អញ្ចឹង clear ថា it is very bright គឺយើងប្រែថាវាភ្លឺខ្លាំងណាស់ណាបងវាភ្លឺខ្លាំងណាស់គឺអង់គ្លេសយើងនិយាយបានថា it is very bright ឬក៏យើងប្រែមិនដាក់វាទេយើងដាក់ថាភ្លឺខ្លាំងណាស់ហ្នឹងក៏បានដែរអញ្ចឹង it គឺយើងប្រែថាវា is ហ្នឹងប្រែថាគឺឬក៏ជាឬក៏កើតមានអីចឹងទៅហើយ very ហ្នឹងគឺយើងប្រែដូចតែយើងដឹងអញ្ចឹងគឺប្រែថាបំផុតឬក៏ណាស់ bright យើងប្រែថាភ្លឺឬក៏ពន្លឺអញ្ចឹង clear ថា it is very bright នេះគឺយើងប្រែថាវាភ្លឺខ្លាំងណាស់ don't give up on your dream បងប្អូន don't give up on your dream don't give up on your dream don't give up on your dream អញ្ចឹង clear នេះយើងប្រែថាកុំបោះបង់ក្តីស្រមៃរបស់អ្នកឲ្យសោះណាបងប្អូនកុំបោះបង់ក្តីស្រមៃរបស់អ្នកឲ្យសោះគឺអង់គ្លេសយើងអាចនិយាយបានថា don't give up on your dream don't give up on your dream កុំបោះបង់ក្តីស្រមៃរបស់អ្នកឲ្យសោះWe have enough time បងប្អូន we have enough time អញ្ចឹង clear ថា we have enough time ហ្នឹងគឺយើងប្រែថាពួកយើងមានពេលគ្រប់គ្រាន់ឬក៏ពួកយើងមានពេលវេលាគ្រប់គ្រាន់ហ្នឹងក៏បានដែរ we ហ្នឹងគឺប្រែថាយើងឬក៏ពួកយើង have ហ្នឹងគឺប្រែថាមាន enough ហ្នឹងគឺយើងប្រែថាគ្រប់គ្រាន់ time នេះគឺយើងប្រែថាពេលវេលាណាបងប្អូនយើងមើលរបៀបអានខាងក្រោមបានគឺ we have enough time ពួកយើងមានពេលវេលាគ្រប់គ្រាន់ it takes 2 hours បងប្អូន it takes 2 hours អញ្ចឹង clear ថា it takes 2 hours នេះគឺយើងប្រែថាវាចំណាយពេល2ម៉ោងណាបងប្អូនវាចំណាយពេល2ម៉ោងគឺអង់គ្លេសយើងអាចនិយាយបានថា it takes 2 hours បងប្អូន it takes 2 hours វាចំណាយពេល2ម៉ោង it គឺសំដៅទៅយើងប្រែថាវា takes នេះគឺយើងប្រែថាចំណាយក៏បានប្រែថាយកក៏បានអញ្ចឹងណាបងប្អូន to នេះគឺប្រែថាលេខ2ណាបងប្អូន to នេះណា hours យើងអានធម្មតានេះគឺមើលបៀបអានក្រោមបានគឺ hours អញ្ចឹងបងប្អូន hour ប៉ុន្តែយើងអានវាឲ្យជាប់គ្នាទៅ hours អញ្ចឹងណាបងប្អូនអញ្ចឹង clear ថា it takes 2 hours នេះគឺយើងប្រែថាវាចំណាយពេល2ម៉ោង it is not easy បងប្អូន it is not easy នឹងគឺយើងប្រែថាវាមិនងាយស្រួលទេណាបងប្អូនវាមិនងាយស្រួលទេនឹងគឺអង់គ្លេសយើងនិយាយបានថា it is not easy បើយើងរៀងលឿនទៅ it is not easy ណាបងប្អូន it is not easy វាមិនងាយស្រួលទេ it នឹងគឺប្រែថាវា is នឹងគឺប្រែថាកើតមានគឺជា not នឹងប្រែថាវាអត់ឬក៏មិនអញ្ចឹងណាសម្រាប់បដិសេធ easy នេះគឺយើងប្រែថាងាយស្រួលឬក៏ស្រួល
she looks very happy បងប្អូន she looks very happy she looks very happy she looks very happy នឹងប្រែថានាងមើលទៅសប្បាយចិត្តណាស់នាងមើលទៅសប្បាយចិត្តណាស់គឺអង់គ្លេសយើងនិយាយបានថា she looks very happy បងប្អូនមើលរបៀបអានខាងក្រោមបានគឺ she looks very happy ណាបងប្អូន she នឹងគឺប្រែថានាង looks នឹងប្រែថាក្រឡេកមើលឬក៏មើល very នឹងប្រែថាណាស់ឬក៏បំផុត happy នឹងគឺប្រែថាសប្បាយឬក៏រីករាយអញ្ចឹង clear នេះយើងប្រែថានាងមើលទៅសប្បាយចិត្តណាស់គឺអង់គ្លេសយើងនិយាយបានថា she looks very happy Have you lived here for a long time បងប្អូន Have you lived here for a long time Have you lived here for a long time នឹងគឺយើងប្រែថាតើអ្នករស់នៅទីនេះយូរហើយឬនៅឬក៏ថាតើអ្នករស់នៅទីនេះយូរប៉ុណ្ណាហើយអញ្ចឹងក៏បានដែរយើងមើលរបៀបអានខាងក្រោមបានគឺ Have you lived here for a long time ណាបងប្អូនតើអ្នករស់នៅទីនេះយូរហើយឬក៏នៅអញ្ចឹង have នឹងគឺយើងប្រែធម្មតាប្រែថាមានអញ្ចឹងទៅ you នឹងគឺប្រែថាអ្នក lived ប្រែធម្មតាប្រែថានៅឬក៏រស់នៅ here នឹងគឺយើងប្រែថាទីនេះ for នឹងគឺយើងប្រែថាសម្រាប់នឹងគឺសំដៅទៅលើសម្រាប់ការបញ្ជាក់ពីចំនួនមួយអញ្ចឹងណាបងប្អូន long នឹងគឺប្រែថាវែងឬក៏ចម្ងាយនឹងគឺប្រែថាឆ្ងាយណាបងប្អូន time នឹងគឺយើងប្រែថាពេលវេលាអញ្ចឹង clear នេះ have you lived here for a long time នឹងគឺយើងប្រែថាតើអ្នករស់នៅទីនេះយូរហើយឬក៏នៅ The Wi-Fi is fast បងប្អូន The Wi-Fi is fast ណា clear នេះគឺ clear សម្រាប់សម័យថ្មីតែម្ដងបងប្អូនណាយើងសប្តាហ៍នេះគឺយើងប្រើអ៊ីនធឺណិតគឺប្រើតែ Wi-Fi ទេភាគច្រើនណាបងប្អូននៅតាមទីតាំងធំស្ថាប័នធំអញ្ចឹងទៅអញ្ចឹង The Wi-Fi is fast មកយើងមើលរបៀបអានខាងក្រោមបានគឺ The Wi-Fi is fast បងប្អូន The Wi-Fi is fast នឹងគឺយើងប្រែថាអ៊ីនធឺណិតឬក៏ Wi-Fi អញ្ចឹងនឹងឯងបងប្អូនដើរលឿនណាស់ណាអ៊ីនធឺណិតឬក៏ Wi-Fi ដើរលឿនណាស់នឹងគឺអង់គ្លេសយើងនិយាយបានថា The Wi-Fi is fast បង The Wi-Fi is fast យើងប្រែថាអ៊ីនធឺណិតដើរលឿនណាស់ឬក៏ Wi-Fi នេះដើរលឿនណាស់បងប្អូន I sent the picture បងប្អូន I sent the picture I sent the picture I sent the picture អញ្ចឹង clear ថា I sent the picture នឹងគឺយើងប្រែថាខ្ញុំបានផ្ញើរូបភាពទៅហើយណាបងប្អូននេះគឺប្រើប្រាស់សម្រាប់ពេលណាដែលយើងបានថតរូបក្នុងទូរស័ព្ទរបស់យើងហើយយើងផ្ញើឲ្យទៅដៃគូរបស់យើងឬក៏មិត្តភ័ក្តិបងប្អូនយើងទៅណាយើងអាចនិយាយបានថា I sent the picture ណា I sent the picture ខ្ញុំបានផ្ញើរូបភាពទៅហើយណាបងប្អូន I នឹងគឺប្រែថាខ្ញុំ sent មកពាក្យថា sent ពេល send នេះគឺជាផាសអញ្ចឹងប្រែថាបានផ្ញើអញ្ចឹងទៅបងប្អូន the picture នឹងគឺប្រែថារូបភាពណាបងប្អូនអញ្ចឹងclear ថាខ្ញុំបានផ្ញើរូបភាពទៅហើយនឹងគឺអង់គ្លេសយើងនិយាយបានថា I sent the picture មករបៀបអានក្រោមបានគឺ I sent the picture